រុស្ស៊ីប្រឈមនឹងខែលការពារថ្មីនិងការគ្រប់គ្រងកាន់តែខ្លាំងពីអឺរ៉ុបប្រិយមិត្តជាទីគោរពមកដល់ចំណុចសំខាន់មួយទៀតគឺតើការបង្កើនជំនួយការពារអាកាសពីបារាំងនិងអឺរ៉ុបអាចប៉ះពាល់ដល់យុទ្ធសាស្ត្ររបស់រុស្ស៊ីយ៉ាងដូចម្តេចក្រោយការវាយប្រហារដ៏ធ្ងន់ធ្ងរដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសនៅអ៊ុយក្រែនបញ្ហាការពារអាកាសបានក្លាយជាចំណុចកណ្ដាលនៃការពិភាក្សារវាងគីវនិងសម្ព័ន្ធមិត្តអឺរ៉ុបសម្រាប់ប្រទេសអ៊ុយក្រែនការផ្ដល់មីស៊ីលថ្មីមិនមែនគ្រាន់តែជាការទទួលបានអាវុធបន្ថែមទេវាគឺជាការព្យាយាមបង្កើតខែលការពារដែលអាចទប់ទល់នឹងការវាយប្រហារតាមអាកាសរយៈពេលវែងបារាំងកំពុងបង្កើនតួនាទីរបស់ខ្លួនក្នុងរយៈពេលកន្លងមកបារាំងបានក្លាយជាប្រទេសអឺរ៉ុបមួយដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងអ៊ុយក្រែនការផ្ដល់ប្រព័ន្ធការពារដែនអាកាសនិងមីស៊ីល Aster 30បានបង្ហាញថាបារាំងមិនចង់ឲ្យអ៊ុយក្រែនពឹងផ្អែកលើសហរដ្ឋអាមេរិកតែមួយគត់សម្រាប់ការពារដែនអាកាសនោះទេនេះមានន័យយ៉ាងសំខាន់សម្រាប់អឺរ៉ុបប្រសិនបើអឺរ៉ុបអាចបង្កើនការផលិតនិងការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯងបាននោះអឺរ៉ុបនឹងមានសមត្ថភាពឆ្លើយតបចំពោះវិបត្តិសន្តិសុខនៅទ្វីបរបស់ខ្លួនបានកាន់តែឯករាជ្យសម្រាប់បារាំងវាក៏ជាឱកាសបង្ហាញថាឧស្សាហកម្មការពារជាតិរបស់អឺរ៉ុបអាចផលិតប្រព័ន្ធអាវុធទំនើបដែលអាចប្រើប្រាស់ក្នុងសង្គ្រាមពិតប្រាកដបាន SAMT និង Patriot មិនមែនជាគូប្រកួតប្រជែងប៉ុណ្ណោះទេមនុស្សមួយចំនួនអាចសួរថាប្រសិនបើអ៊ុយក្រែនមាន Patriot ហើយហេតុអ្វីត្រូវការប្រព័ន្ធ SAMT បន្ថែមចម្លើយគឺថានៅក្នុងសង្គ្រាមដែលមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ការមានប្រព័ន្ធច្រើនប្រភេទអាចមានអត្ថប្រយោជន៍យ៉ាងខ្លាំង Patriot គឺជាប្រព័ន្ធសំខាន់មួយរបស់អ៊ុយក្រែន SAMT គឺជាស្រទាប់ការពារមួយទៀតប្រព័ន្ធផ្សេងៗដូចជា NASAM និង IRIS-T ក៏អាចដើរតួនាទីសំខាន់នៅក្នុងកម្រិតផ្សេងៗទៀតដូច្នេះគោលដៅមិនមែនជ្រើសរើសថាប្រព័ន្ធណាល្អជាងគេតែមួយទេគោលដៅគឺបង្កើតបណ្ដាញការពារដែលប្រព័ន្ធជាច្រើនអាចធ្វើការរួមគ្នាប្រសិនបើគោលដៅមួយអាចឆ្លងកាត់ស្រទាប់មួយវាអាចត្រូវបានប្រព័ន្ធមួយទៀតព្យាយាមស្ទាក់ចាប់នេះជាគំនិតសំខាន់នៃការការពារដែនអាកាសជាស្រទាប់តើរុស្ស៊ីអាចឆ្លើយតបយ៉ាងដូចម្តេចនៅពេលអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាសថ្មីរុស្ស៊ីអាចព្យាយាមកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួនវាអាចរួមមានការប្រើប្រាស់ដ្រូននិងមីស៊ីលជាច្រើនក្នុងពេលតែមួយដើម្បីធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនត្រូវការប្រឈមនឹងគោលដៅជាច្រើនប៉ុន្តែយើងត្រូវប្រយ័ត្នក្នុងការព្យាករណ៍ថារុស្ស៊ីនឹងប្រើយុទ្ធសាស្ត្រណាមួយជាលក្ខព្រោះយុទ្ធសាស្ត្រនៅសមរភូមិអាចផ្លាស់ប្ដូរយ៉ាងឆាប់រហ័សចំណុចដែលអាចនិយាយបានច្បាស់គឺការមានប្រព័ន្ធការពារថ្មីនិងបង្ខំឲ្យភាគីវាយប្រហារត្រូវគិតបន្ថែមអំពីរបៀបប្រើអាវុធរបស់ខ្លួនសង្គ្រាមអាកាសកំពុងក្លាយជាការប្រកួតប្រជែងរវាងវាយប្រហារនិងស្ទាក់ចាប់នៅមួយផ្នែករុស្ស៊ីព្យាយាមបង្កើនសមត្ថភាពវាយប្រហារតាមអាកាសនៅម្ខាងទៀតអ៊ុយក្រែនព្យាយាមបង្កើនសមត្ថភាពស្ទាក់ចាប់នេះបង្កើតជាការប្រកួតប្រជែងមួយដែលមិនអាចវាស់វែងត្រឹមតែចំនួនយន្តហោះឬរថក្រោះបានទេវាក៏អាស្រ័យលើចំនួនដ្រូនចំនួនមីស៊ីលសមត្ថភាពរ៉ាដាការរកឃើញគោលដៅនិងសមត្ថភាពផលិតមីស៊ីលថ្មីប្រទេសដែលអាចរក្សាសមត្ថភាពផលិតនិងការផ្គត់ផ្គង់អាវុធបានយូរជាងអាចមានអត្ថប្រយោជន៍ក្នុងសង្គ្រាមអូសបន្លាយបញ្ហាដ៏ធំរបស់អ៊ុយក្រែនគឺគម្លាតនៃការការពារទោះមានប្រព័ន្ធទំនើបក៏ដោយអ៊ុយក្រែននៅតែមានបញ្ហាធំមួយទៀតប្រទេសនេះមានទំហំធំហើយមិនអាចការពារគ្រប់ទីតាំងក្នុងពេលតែមួយបានទេដូច្នេះកងទ័ពអ៊ុយក្រែនត្រូវកំណត់អាទិភាពទីក្រុងដែលមានប្រជាជនច្រើនរោងចក្រថាមពលមូលដ្ឋានសំខាន់ៗហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទីតាំងយោធាទាំងនេះអាចត្រូវការការពារជាបន្ទាន់ប៉ុន្តែការដាក់ប្រព័ន្ធការពារដែនអាកាសនៅកន្លែងមួយក៏អាចមានន័យថាកន្លែងផ្សេងទៀតទទួលបានការការពារតិចជាងហេតុនេះការបន្ថែមប្រព័ន្ធថ្មីពីបារាំងនិងអឺរ៉ុបអាចជួយបន្ថែមគម្លាតនេះបានតែមួយផ្នែកអ្វីដែលបារាំងកំពុងផ្ដល់មិនមែនមានតែអាវុធទេចំណុចដែលគួរឲ្យចាប់អារម្មណ៍គឺការគ្រប់គ្រងរបស់អឺរ៉ុបកាន់តែផ្លាស់ប្ដូរពីការផ្ដល់អាវុធជាបន្ទាន់ទៅរកកិច្ចសហប្រតិបត្តិការរយៈពេលវែងនេះរួមមានការផលិតអាវុធការថែទាំការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍឧស្សាហកម្មការពារជាតិប្រសិនបើអ៊ុយក្រែនអាចចូលរួមក្នុងការផលិតឬថែទាំប្រព័ន្ធអាវុធមួយចំនួននៅក្នុងប្រទេសរបស់ខ្លួនបាននោះវាអាចកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនពីអឺរ៉ុបក្នុងរយៈពេលវែងនេះជាការផ្លាស់ប្ដូរដ៏សំខាន់មួយតើជំនួយថ្មីអាចបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីបានដែរឬទេការឆ្លើយតបត្រូវនិយាយដោយប្រុងប្រយ័ត្នមិនអាចនិយាយថាវានឹងបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីបានទាំងស្រុងនោះទេប៉ុន្តែវាអាចធ្វើឲ្យការវាយប្រហារមានប្រសិទ្ធភាពតិចជាងមុនប្រសិនបើប្រព័ន្ធការពារអាចស្ទាក់ចាប់គោលដៅបានច្រើនហើយប្រសិនបើអ៊ុយក្រែនអាចការពារទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានជាងមុននោះវាអាចជួយរក្សាសមត្ថភាពសេដ្ឋកិច្ចនិងសមត្ថភាពយោធារបស់ប្រទេសបាននេះជាមូលហេតុដែលការការពារអាកាសមានតម្លៃលើសពីការការពារគោលដៅតែមួយវាគឺជាការការពារសមត្ថភាពរបស់ប្រទេសទាំងមូលសំណួរដ៏ធំបំ
ផុតនៅពេលនេះដូច្នេះសំណួរដែលនៅសល់គឺតើបារាំងនិងអឺរ៉ុបអាចផ្គត់ផ្គង់មីស៊ីលការពារអាកាសបានលឿននិងច្រើនគ្រប់គ្រាន់ដែរឬទេតើអ៊ុយក្រែនអាចរក្សាសមត្ថភាពការពារអាកាសរបស់ខ្លួនបានយូរប៉ុណ្ណាប្រសិនបើការវាយប្រហាររបស់រុស្ស៊ីបន្តកើនឡើងហើយសំខាន់ជាងនេះទៅទៀតតើការបង្កើនការគ្រប់គ្រងពីអឺរ៉ុបនឹងធ្វើឲ្យរុស្ស៊ីបង្កើនការវាយប្រហាររបស់ខ្លួនឬនឹងបង្ខំឲ្យទីក្រុងម៉ូស្គូពិចារណាឡើងវិញអំពីយុទ្ធសាស្ត្ររបស់ខ្លួនចម្លើយចំពោះសំណួរទាំងនេះនឹងមានសារៈសំខាន់ខ្លាំងសម្រាប់ដំណាក់កាលជាបន្តបន្ទាប់នៃសង្គ្រាមប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាឥឡូវយើងមកដល់ផ្នែកបញ្ចប់នៃរឿងរ៉ាវស្ដីពីការសម្រេចចិត្តរបស់បារាំងក្នុងការបង្កើនការគ្រប់គ្រងផ្នែកការពារអាកាសដល់អ៊ុយក្រែនក្រោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់រុស្ស៊ីដែលបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នកបើមើលត្រឡប់ទៅផ្នែកដំបូងយើងបានឃើញថាការវាយប្រហារតាមអាកាសកំពុងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនអ៊ុយក្រែនដ្រូននិងមីស៊ីលអាចធ្វើដំណើររាប់រយគីឡូដើម្បីវាយប្រហារទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅពេលការវាយប្រហារកើតឡើងប្រព័ន្ធការពារអាកាសត្រូវធ្វើការក្នុងរយៈពេលដ៏ខ្លីដើម្បីរកឃើញគោលដៅតាមដាននិងព្យាយាមស្លៀកចាប់វាប៉ុន្តែបញ្ហាគឺការវាយប្រហារអាចកើតឡើងក្នុងចំនួនច្រើននិងពីទិសដៅផ្សេងៗគ្នាហេតុនេះអ៊ុយក្រែនត្រូវការមិនត្រឹមតែប្រព័ន្ធការពារអាកាសទំនើបប៉ុណ្ណោះទេប៉ុន្តែត្រូវការមីស៊ីលស្ទាក់ចាប់ក្នុងបរិមាណគ្រប់គ្រាន់ផងដែរបារាំងនិងអឺរ៉ុបចូលមកបំពេញចន្លោះការបង្កើនការផ្ដល់មីស៊ីលការពារអាកាសពីបារាំងគឺជាផ្នែកមួយនៃការព្យាយាមរបស់អឺរ៉ុបក្នុងការបំពេញចន្លោះដែលអ៊ុយក្រែនកំពុងប្រឈមប្រព័ន្ធ SAMT និងមីស៊ីល Aster 30អាចក្លាយជាផ្នែកមួយនៃបណ្ដាញការពារអាកាសជាច្រើនស្រទាប់របស់អ៊ុយក្រែនទោះជាយ៉ាងណាវាមិនមែនមានន័យថាអ៊ុយក្រែននឹងមានខែលការពារដែលអាចទប់ស្កាត់ការវាយប្រហារបានទាំងអស់នោះទេសង្គ្រាមតាមអាកាសអាចមានភាពស្មុគស្មាញខ្លាំងហើយគ្មានប្រព័ន្ធណាមួយដែលអាចធានាបាននូវការការពារ 100% ឡើយប៉ុន្តែការមានប្រព័ន្ធកាន់តែច្រើនអាចបង្កើនឱកាសក្នុងការស្ទាក់ចាប់គោលដៅនិងកាត់បន្ថយការខូចខាតការពារអាកាសគឺការពារជីវិតមនុស្សចំណុចសំខាន់បំផុតមិនមែនជាចំនួនមីស៊ីលឬចំនួនប្រព័ន្ធបាញ់នោះទេនៅពីក្រោយតួលេខទាំងនោះគឺជាជីវិតមនុស្សរាប់លាននាក់នៅពេលមីស៊ីលឬដ្រូនមួយត្រូវបានស្ទាក់ចាប់មុនពេលវាធ្លាក់លើតំបន់ប្រជាជននោះមានន័យថាអគារមួយអាចត្រូវបានសង្គ្រោះគ្រួសារមួយអាចត្រូវបានការពារកុមារម្នាក់អាចមានឱកាសរស់នៅបន្តហេតុនេះការពារអាកាសសម្រាប់អ៊ុយក្រែនមិនមែនជារឿងយោធាតែមួយមុខទេវាគឺជារឿងដែលពាក់ព័ន្ធនឹងសុវត្ថិភាពប្រជាជនស៊ីវិលនិងការរក្សាដំណើរការរបស់ប្រទេសទាំងមូលសង្គ្រាមកំពុងផ្លាស់ប្ដូរទៅជាសង្គ្រាមបច្ចេកវិទ្យាសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ថាសង្គ្រាមទំនើបមិនអាចវាស់វែងត្រឹមតែចំនួនទាហានឬរថក្រោះបានទៀតទេដ្រូនការស៊ើបការតាមផ្កាយរណបរ៉ាដាប្រព័ន្ធអេឡិចត្រូនិកនិងមីស៊ីលរយៈចម្ងាយឆ្ងាយនិងប្រព័ន្ធការពារអាកាសកំពុងមានតួនាទីកាន់តែធំភាគីណាដែលអាចស្វែងរកគោលដៅបានលឿនជាងវាយប្រហារបានត្រឹមត្រូវជាងនិងការពារខ្លួនបានល្អជាងអាចទទួលបានអត្ថប្រយោជន៍លើសមរភូមិហេតុនេះការផ្ដល់ Aster 30និងប្រព័ន្ធការពារអាកាសពីអឺរ៉ុបមិនគួរត្រូវបានមើលត្រឹមជាការផ្ដល់អាវុធមួយប្រភេទទេវាគឺជាផ្នែកមួយនៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានិងឧស្សាហកម្មការពារជាតិរយៈពេលវែងតើការគ្រប់គ្រងពីបារាំងអាចផ្លាស់ប្ដូរសង្គ្រាមបានដែរឬទេចម្លើយគឺវាអាចជួយប៉ុន្តែមិនអាចសម្រេចលទ្ធផលសង្គ្រាមតែម្នាក់ឯងបានទេលទ្ធផលនៃសង្គ្រាមអាស្រ័យលើកត្តាជាច្រើនស្ថានភាពនៅសមរភូមិចំនួនទាហានគ្រាប់រំសេវសមត្ថភាពផលិតអាវុធសេដ្ឋកិច្ចការគ្រប់គ្រងពីសម្ព័ន្ធមិត្តនិងសំខាន់បំផុតគឺសមត្ថភាពរបស់ភាគីទាំងពីរក្នុងការរក្សាសង្គ្រាមរយៈពេលវែងប៉ុន្តែការការពារអាកាសអាចជួយអ៊ុយក្រែនក្នុងចំណុចសំខាន់មួយការរក្សាទុកកម្លាំងនិងការពារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនប្រសិនបើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានការពារបានល្អជាងមុនអ៊ុយក្រែនអាចរក្សាសមត្ថភាពសេដ្ឋកិច្ចនិងយោធារបស់ខ្លួនបានកាន់តែប្រសើរប៉ុន្តែផ្លូវខាងមុខនៅតែពិបាកទោះមានការគ្រប់គ្រងពីបារាំងអ៊ីតាលីនិងប្រទេសអឺរ៉ុបផ្សេងៗក៏ដោយអ៊ុយក្រែននៅតែប្រឈមនឹងបញ្ហាធំៗតម្រូវការមីស៊ីលការពារអាកាសមានទំហំធំការផលិតប្រព័ន្ធទំនើបត្រូវការពេលវេលាហើយការវាយប្រហាររបស់រុស្ស៊ីអាចផ្លាស់ប្ដូរយុទ្ធសាស្ត្របានគ្រប់ពេលដូច្នេះការគ្រប់គ្រងរយៈពេលវែងនឹងមានសារៈសំខាន់ជាងការផ្ដល់ជំនួយតែមួយលើកអ៊ុយក្រែនត្រូវការខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថិរភាពការបណ្ដុះបណ្ដាលការថែទាំប្រព័ន្ធនិងការផលិតមីស៊ីលបន្ថែមបារាំងនិងអឺរ៉ុបក៏ត្រូវប្រឈមនឹងសំណួរដូចគ្នាតើពួកគេអាចបង្កើនផលិតកម្មការពារជាតិបានលឿនប៉ុណ្ណាសំណួរអំពីការចរចាសន្តិភាពហើយនៅចុងបញ្ចប់មានសំណួរមួយដែលគ្រប់គ្នាចង់ដឹងតើការបង្កើនអាវុធនឹងធ្វើឲ្យសង្គ្រាមបន្តយូរជាងមុនឬវាអាចបង្កើនសម្ពាធឲ្យមានការចរចានេះមិនអាចទាយទុកជាមុនបានទេភាគីមួយអាចមើលឃើញការពង្រឹងអាវុធរបស់ភាគីម្ខាងទៀតថាជាការគំរាមកំហែងប៉ុន្តែក៏អាចមានទស្សនៈផ្ទុយថាសមត្ថភាពការពារខ្លួនខ្លាំងអាចធ្វើឲ្យប្រទេសមួយមានជំហររឹងមាំជាងមុននៅលើតុចរចាអ្វីដែលប្រកាសគឺការវាយប្រហារតាមអាកាសនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនអ៊ុយក្រែនហើយការការពារជីវិតប្រជាជននៅតែជាអាទិភាពមួយដែលមិនអាច
មើលរំលងបានបើយោងតាមសេចក្តីសន្និដ្ឋានរបស់ GUK យើងខ្ញុំសរុបមកការសម្រេចចិត្តរបស់បារាំងក្នុងការបង្កើនការគាំទ្រផ្នែកការពារអាកាសដល់អ៊ុយក្រែនបង្ហាញថាសមរភូមិមិនមានតែនៅលើដីប៉ុណ្ណោះទេលំហអាកាសក៏ជាសមរភូមិសំខាន់មួយដែរសម្រាប់អ៊ុយក្រែនមីស៊ីលការពារអាកាសថ្មីអាចមានន័យថាមានឱកាសកាន់តែច្រើនក្នុងការការពារទីក្រុងនិងប្រជាជនរបស់ខ្លួនសម្រាប់បារាំងនិងអឺរ៉ុបវាជាការបង្ហាញពីការបដិញ្ញាចិត្តក្នុងការគាំទ្រដល់អ៊ុយក្រែននិងការពង្រឹងសមត្ថភាពការពារជាតិរបស់អឺរ៉ុបផ្ទាល់ហើយសម្រាប់រុស្ស៊ីការកើនឡើងនៃបណ្ដាញការពារអាកាសរបស់អ៊ុយក្រែនមានន័យថាការវាយប្រហារតាមអាកាសអាចប្រឈមនឹងការការពារដែលកាន់តែស្មុគស្មាញទោះជាយ៉ាងណាសង្គ្រាមនេះនៅតែបន្តហើយស្ថានភាពអាចផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័សអ្វីដែលយើងអាចនិយាយបាននៅពេលនេះគឺការប្រកួតប្រជែងនៅលើមេឃអ៊ុយក្រែននឹងនៅតែជាកត្តាសំខាន់មួយនៅក្នុងសង្គ្រាមហើយសមត្ថភាពរបស់អ៊ុយក្រែនក្នុងការទទួលបានមីស៊ីស្ទាក់ចាប់និងប្រព័ន្ធការពារអាកាសបន្ថែមនឹងមានសារៈសំខាន់ខ្លាំងចំពោះសុវត្ថិភាពរបស់ប្រជាជននិងសមត្ថភាពរបស់ប្រទេសក្នុងការបន្តទប់ទល់ប្រិយមិត្តជាទីគោរពនេះគឺជាសេចក្តីសង្ខេបនៃព័ត៌មានសំខាន់ៗជុំវិញការបង្កើនការគាំទ្ររបស់បារាំងផ្នែកការពារអាកាសដល់អ៊ុយក្រែនក្រោយការវាយប្រហារដ៏ធ្ងន់ធ្ងរប្រសិនបើប្រិយមិត្តពេញចិត្តនឹងព័ត៌មាននេះសូមជួយចុច like និងចែករំលែកនិង Subscribe ដល់ Channel របស់យើងខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តបន្ទាប់សូមអរគុណសម្រាប់ការទស្សនានិងសូមជួបពុកម៉ែបងប្អូនម្ដងទៀតនៅក្នុងព័ត៌មានបន្ទាប់សូមអរគុណនិងសូមជម្រាបលា